បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដើម្បីធ្វើការចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការប្រើប្រាស់ Excel អញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើការលើករូបមន្តមួយទាក់ទងជាមួយនឹងរូបមន្ត Sam Product អញ្ចឹងខ្ញុំជឿថាបងប្អូនមួយចំនួនក៏គាត់បានយល់ឬក៏បានស្គាល់ខ្លះហើយទាក់ទងជាមួយនឹងរូបមន្តនេះហើយមានបងប្អូនមួយចំនួនទៀតដែលគាត់អត់ទាន់ដឹងថាតើរូបមន្ត Sam Product ហ្នឹងគេប្រើវាដើម្បីអីបាទអញ្ចឹងមុននឹងឈានទៅដល់ការបញ្យល់លម្អិតតាក់ទងជាមួយនឹងរូបមន្តសាមប្រដាកខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្គាល់យមន័យអំពីរូបមន្តសាមប្រដាកតើរូបមន្តនេះវាមានន័យដូចម្ដេចបាទអញ្ចឹងតាក់ទងជាមួយនឹងរូបមន្តសាមប្រដាកវាគឺជារូបមន្តមួយដែលយើងអាចប្រើសម្រាប់គុណតម្លៃនៅក្នុង array ឬក៏ range ចូលគ្នាហើយវាបូកលទ្ធផលទាំងអស់នោះចូលគ្នានៅក្នុងចំណុចនេះអាចអ្នកនរគ្នាពិបាកយល់បន្តិចប៉ុន្តែខ្ញុំធ្វើការញែកថាតើវាមានន័យដូចម្ដេចបាទអញ្ចឹងអ្នកនរគ្នាឃើញពាក្យ sum product អញ្ចឹងពាក្យថា sum product មកពីពាក្យ sum បូកនឹង product អញ្ចឹងយើងដឹងថា sum វាគឺជារូបមន្តសម្រាប់ធ្វើការបូកលេខបូកនៅតម្លៃតាក់ទងជាមួយនឹងរូបមន្ត product មានន័យថាវាសម្រាប់ធ្វើការគុណនៃតម្លៃរបស់យើងអញ្ចឹងនៅពេលដែលពីរនឹងបូកចូលគ្នាមានន័យថានៅពេលដែលយើងឧទាហរណ៍ថាយើងមានតម្លៃ1ហើយយើងធ្វើការគុណវារួចហើយអញ្ចឹងវានឹងយកតម្លៃនោះនឹងធ្វើការបូកបញ្ចូលគ្នាបានទៅជាលទ្ធផលមួយអញ្ចឹងអានឹងហើយគេហៅថារូបមន្ត Sam Product អញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំសូមធ្វើការលើកឧទាហរណ៍ដើម្បីបង្ហាញអ្នកនរគ្នាឲ្យកាន់តែយល់ស៊ីជម្រៅតាក់ទងជាមួយនឹងរូបមន្តនេះបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន4 column ទី1របស់ខ្ញុំតាក់ទងជាមួយនឹង product column ទី2របស់ខ្ញុំតាក់ទងជាមួយនឹង quantity មានន័យថាគឺជាចំនួននៃ product របស់ខ្ញុំcolumn ទី3តាក់ទងជាមួយនឹង price មានន័យថាតម្លៃក្នុងមួយឯកតាហើយជាមួយនឹង column ចុងក្រោយគឺតាក់ទងជាមួយនឹង total មានន័យថាយើងសរុបតាក់ទងជាមួយនឹងតម្លៃនៃទំនិញរបស់យើងឬក៏ product របស់យើងអញ្ចឹងហើយខ្ញុំមាន column មួយទៀតតាក់ទងជាមួយនឹងcolumn សម្រាប់បង្ហាញលទ្ធផលនៃការគណនានៃរូបមន្ត Sam Product អញ្ចឹងខ្ញុំចង់លើកបង្ហាញអ្នកនរគ្នាថាថៃបានយើងប្រើរូបមន្ត Sam Product បាទឧទាហរណ៍ថាយើងមាន product ចាប់ពី A B C រហូតដល់ G អញ្ចឹងមានន័យថាក្រុមហ៊ុនយើងមាន product ចំនួន7 product ចាប់ពី A ទៅដល់ G ហើយនៅក្នុងនោះយើងក៏មានតម្លៃក្នុងមួយឯកតាក្នុងថា product A តម្លៃសំទោសមានន័យថាយើងក៏មានចំនួននៃ product របស់យើងឧទាហរណ៍ថា product A យើងមាន10 product B យើងមាន20 product C យើងមាន10 product D យើងមាន50 product E យើងមាន50 product S យើងមាន10 product G យើងមាន50អញ្ចឹងក៏យើងមានតម្លៃនៅក្នុង product នៅក្នុងមួយឯកតាដែរមានន័យថា product A ក្នុងមួយឯកតារបស់យើងតម្លៃ$2 product B $5 product C $3 product D $4 product E $2 product S $5 product G $2ឧទាហរណ៍ថាយើងចង់តម្លៃនៅក្នុងតម្លៃមានន័យថាតម្លៃនៃទំនិញរបស់យើងឬក៏ product របស់យើងទាំង10 product ហ្នឹងថាតើវាមានតម្លៃប៉ុណ្ណាឧទាហរណ៍ថាខ្ញុំមាន product A1 ខ្ញុំចង់ដឹងថាខ្ញុំមាន10ឯកតាហើយតម្លៃក្នុងមួយឯកតា$2អញ្ចឹងមានន័យថាតម្លៃ product A របស់ខ្ញុំសរុបហ្នឹងវាស្មើប៉ុន្មានអញ្ចឹងយើងមិនត្រូវយកចំនួន quality នៃ product A សរុបគុណជាមួយនឹង price ក្នុងមួយឯកតាអញ្ចឹងយើងឃើញថា$20ឧទាហរណ៍ថាខ្ញុំមាន product B មួយទៀតមានចំនួន20ហើយតម្លៃមួយឯកតា$5អញ្ចឹងយើងគុណចូលគ្នាទៅវាប្រកាសជាឃើញ$100អញ្ចឹងយើងឃើញអស់មកយើងឃើញថា product អី product ទាំងអស់នឹងធ្វើការបូកបញ្ចូលតម្លៃចូលគ្នាយើងគឺនឹងឃើញសរុបចំនួន$600មានន័យថាកន្លែងចំណុចនេះមានន័យថាយើងយកតម្លៃសរុបនៃ product មួយហ្នឹងបូកចូលគ្នាយើងនឹងឃើញតម្លៃសរុបមួយមានន័យថាគឺជាតម្លៃនៃផលិតផលសរុបរបស់យើងអញ្ចឹងមានន័យថាផលិតផលសរុបចាប់ពី A ទៅដល់ G យើងមានតម្លៃ$600អញ្ចឹងមានន័យថាដើម្បីរកតម្លៃនឹងបានយើងអាចប្រើរូបមន្ត Sam Product ដើម្បីធ្វើការជំនួសយើងអត់ចាំបាច់គុណវាមួយទេ
មានន័យថាយើងអត់បានចាំបាច់វាគុណវាមួយទេអញ្ចឹងវានឹងឃើញតម្លៃរួមយកហ្មងបាទឧទាហរណ៍ឥឡូវខ្ញុំចង់ទៅបង្ហាញអ្នកទាំងអស់គ្នាហ្មងអញ្ចឹងខ្ញុំសូមធ្វើការចុចពាក្យថាស្មើខ្ញុំសូមធ្វើការវាយពាក្យរូបមន្ត SAM product នេះអ្នកទាំងអស់គ្នាឃើញទេ SAM product អញ្ចឹង array អញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញ array ទី1ហើយអញ្ចឹង array ទី1របស់យើងគឺតាក់ទងជាមួយនឹងតម្លៃសុំទោសតាក់ទងនឹងចំនួនអញ្ចឹងឧទាហរណ៍ថាខ្ញុំ select ធ្វើការចុច array ចាប់ពីcolumn C5 រហូតដល់C11 អញ្ចឹងយើងបាន array មួយហើយអញ្ចឹងយើងធ្វើការចុច comma មួយមកអញ្ចឹងមានន័យថាយើងដល់ចូល array ទី2អញ្ចឹង array ទី2គឺតម្លៃតំណែងរបស់យើងក្នុងមួយឯកតាអញ្ចឹងយើង select ធ្វើការ select តាក់ទងជាមួយនឹង column D5 រហូតដល់ D11 រួចអ្នកទាំងអស់គ្នាធ្វើការបិទវងកញ្ចក់វិញរួចធ្វើការចុច enter អញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញ$6អញ្ចឹងដូចគ្នានឹងចំណុចនេះមានន័យថាយើងអត់ចាំធ្វើការបូកវាមួយទេមានន័យវាគឺសរុបតម្លៃនៃប្រដាប់របស់យើងហើយទាំងអស់ហ្មងបាទអញ្ចឹងអានេះតាក់ទងជាមួយនឹងអត្ថន័យនៃការប្រើប្រាស់រូបមន្ត SAM product អញ្ចឹងឧទាហរណ៍ថាបើអ្នកនរគ្នាមានទិន្នន័យប្រភេទបែបហ្នឹងអ្នកនរអាចធ្វើចង់គណនារកtotal ឬក៏រកតម្លៃសរុបនៃអ្វីមួយអ្នកនរគ្នាអាចប្រើរូបមន្តនឹងបានហើយតាក់ទងជាមួយនឹង array នេះដែរអ្នកនរគ្នាអាចប្រើបានទៅដល់30 array មិនបានត្រឹមតែ2 array នឹងទេអ្នកនរអាចប្រើបាន30 array បើសិនបើអ្នកនរគ្នាមានលក្ខខណ្ឌបន្ថែមលើសពីនេះអញ្ចឹងណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងទេហើយក៏សូមអរគុណអ្នកនរគ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទហើយក៏សូមឲ្យអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe វីដេអូរបស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបាទអរគុណច្រើន